ប្រាសាទឯកភ្នំជាប្រាសាទបុរាណដ៏អស្ចារ្យមួយស្ថិតនៅភូមិតាគមឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងប្រាសាទនេះត្រូវបានសង់ឡើងនៅសតវត្សទី11ប្រហែលឆ្នាំ1027គ្រិស្តសករាជក្នុងរាជកាលនៃព្រះបាទសូរ្យវរ្ម័នទី1ដែលជាព្រះមហាក្សត្រដ៏អស្ចារ្យដែលរំលឹកអនុស្សាវរីយ៍របស់អាណាចក្រខ្មែរថ្មដែលប្រើសង់ប្រាសាទនេះគឺថ្មខ្សាច់ធម្មជាតិដែលយកមកពីតំបន់ជ្រោយធម្មជាតិទន្លេស្ទឹងសង្កែនៅខាងជើងទីក្រុងបាត់ដំបងព្រះបាទសូរ្យវរ្ម័នទី1បានបញ្ជាឲ្យក្រុមជាងជាច្រើនអ្នកកាប់ថ្មពីតំបន់នោះបន្ទាប់មកដឹកតាមទន្លេមកដល់តំបន់ឯកភ្នំពេលដល់តំបន់សង់ជាងបានប្រើដំរីរទេះឈើនិងឧបករណ៍បុរាណដើម្បីអូសថ្មទៅដាក់ជាផ្នែកនៃសំណង់ការសង់ប្រាសាទឯកភ្នំត្រូវបានធ្វើឡើងដោយចំណេះដឹងបុរាណខ្មែរពួកជាងបានកិនផ្ទៃថ្មឲ្យស្មើហើយរៀបជាដុំជាប់គ្នាដោយមិនប្រើស៊ីម៉ង់ឬជ័រចង្ឡើយប្រាសាទនេះសង់ឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងសាសនាហិណ្ឌូនៅកណ្ដាលមានបន្ទប់ធំសម្រាប់ដាក់រូបសំណាកព្រះនិងជុំវិញមានប្រាសាទតូចបន្ថែមសប្តាហ៍ថ្ងៃប្រាសាទឯកភ្នំក្លាយជារមណីយដ្ឋានទេសចរណ៍ល្បីមួយនៅខេត្តបាត់ដំបងដែលបង្ហាញពីសិល្បៈសំណង់បុរាណនិងការចំណេះដឹងអស្ចារ្យរបស់បុព្វបុរសខ្មែរដែលអាចសង់សំណង់ធំធេងជាច្រើនលានដុំថ្មដោយមិនមានយន្តការណាមួយដូចសម័យបច្ចុប្បន្នឡើយសូមបងប្អូនជួយ follow page ព័ត៌មានបន្តហើយកុំភ្លេចមានគ្រឿងអលង្ការបងញៀន Line Shopping ទីតាំងបរិយាពិភពថ្មីឈូកវ៉ា1ផ្ទះ118ផ្លូវថ្មីទំហំ10ម៉ែត្រឬទំនាក់ទំនងលេខទូរស័ព្ទ015 135 15353